ធ្វើម្ហូបរាល់ថ្ងៃអត់ដឹងថាត្រូវធ្វើម្ហូបអីមែនអត់អញ្ចឹងថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីវិធីខត្រីប៉េងប៉ោះឲ្យមានរសជាតិឆ្ងាញ់ហើយថែមទាំងមិនបែកសាច់ត្រីមុខម្ហូបមួយមុខនេះគឺយើងអាចញ៉ាំជាមួយនឹងតសក់ឬមួយក៏ផ្ទាប់ជាមួយនឹងស្វាយខ្ចីស្វាយយើងសាប់ទូចទូចហ្នឹងណាឬមួយក៏យើងធ្វើយកទៅវត្តនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខាងមុខនេះក៏បានដែរដើម្បីដឹងពីវិធីធ្វើបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាដំបូងនេះគឺខ្ញុំមានត្រីនេះបងប្អូនអាចប្រើត្រីប្រាត្រីពោឬមួយក៏ត្រីផ្ទក់ក៏បានដែរយើងយកមកគឺយើងប្រឡាក់អំបិលតិចតិចហើយយើងផ្អាប់ទុកចោលប្រហែលជាកន្លះម៉ោងសិនដើម្បីឲ្យសាច់ត្រីរបស់យើងនឹងរឹងល្អត្រង់ចំណុចនេះគឺជាចំណុចមួយដែលសំខាន់សម្រាប់ធ្វើឲ្យត្រីរបស់យើងនឹងអត់បែកសាច់ណាចាបន្ទាប់ពីយើងប្រឡាក់ត្រីនឹងទុកចោលមកសន្ទុះហើយនឹងគឺយើងចាប់ផ្ដើមយកត្រីនឹងមកលាងទឹកសម្អាតវាស្អាតសិនបើសិនជាអត់លាងទឹកគឺថាប្រៃញ៉ាំអាការទេអញ្ចឹងគឺយើងលាងទឹកត្រីនឹងពីប៊ីទឹកសិនបន្ទាប់មកទៀតគឺយើងយកឆ្នាំងធំមួយក៏បានឬមួយក៏ខ្ទះដែលមានក្លុកបែបនេះក៏បានដែរគឺយើងយកមកកូរស្ករត្នោតចាស្ករនឹងយើងកូរឲ្យឡើងឈ្ងុយល្អបន្តិចមកបន្ទាប់ពីស្កររបស់យើងឡើងឈ្ងុយហើយគឺខ្ញុំចាក់ប្រេងឆាចូលបន្តិចហើយនឹងខ្ទឹមសខ្ទឹមក្រហមដែលយើងបានច្រាមយើងដាក់ប៉ុណ្្នឹងហើយគឺយើងកូរគ្រឿងយើងនឹងឲ្យចូលជាតិគ្នាសិនហើយយើងកូរគ្រឿងចឹងទៅគឺថាក្លិនណាឡើងឈ្ងុយមែនទែនបន្ទាប់មកយើងក៏ចាប់ផ្ដើមដាក់ជាមួយនឹងប្រេងខ្យងបន្តិចម្រេចបន្តិចម្សៅស៊ុបបន្តិចហើយអំបិលមួយចិបផងដែរចាហើយយើងកូរគ្រឿងរបស់យើងឲ្យឡើងឈ្ងុយទៀតទៅបន្ទាប់មកទៀតគឺយើងដាក់ទឹកត្រីតិចតិចចឹងណាចាដាក់តែបន្តិចទៅបានហើយខ្លាច់ប្រៃជ្រុលបងប្អូនចាគ្រឿងក្រៅហ្នឹងគឺយើងថែមទៅតាមចំណូលចិត្តណាបងប្អូនញ៉ាំរសជាតិប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅហើយចុងក្រោយហ្នឹងគឺខ្ញុំដាក់ជាមួយនឹងទឹកប៉េងប៉ោះតែបើសិនជាបងប្អូនអត់មានប៉េងប៉ោះកំប៉ុងបែបនេះទេបងប្អូនអាចប្រើជាមួយនឹងប៉េងប៉ោះស្រស់ៗក៏បានដែរគ្រាន់ថាដាក់4-5ផ្លែធំៗអីចឹងទៅដើម្បីឲ្យមានជាតិឆ្ងាញ់រៀងជូរតិចតិចទៅបានឆ្ងាញ់ចាហើយបន្ទាប់មកគឺយើងយកត្រីរបស់យើងមកត្រៀមនៅក្នុងហ្នឹងទៅហើយយើងបើកភ្លើងរងាស់ត្រីតិចតិចទៅបានហើយកុំបើកភ្លើងខ្លាំងពេកកាលណាបើកភ្លើងខ្លាំងពេកត្រីរបស់យើងក៏អត់សូវចូលជាតិឆ្ងាញ់ដែរអញ្ចឹងយើងរងាស់តិចតិចចឹងទៅហើយត្រមតាត្រីយើងឆ្អិនគឺថាចូលជាតិជាមួយនឹងទឹកខហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនហើយបងប្អូនកុំភ្លេចប្រែវាតិចតិចផងណាចាសម្រាប់ប្រែត្រីហ្នឹងគឺខ្ញុំប្រែតែម្ដងហ្នឹងឯងដើម្បីឲ្យវាឆ្អិនសព្វហើយខ្ញុំបន្ថែមទឹកបន្តិចដើម្បីរងាស់ត្រីឥឡូវនេះគឺខ្ញុំចាប់ផ្ដើមគ្របហើយគឺខ្ញុំរងាស់ចោលចាទុករៀងយូរដែររងាស់រ៉ែបែបហ្នឹងរហូតតទឹកខនឹងឡើងខាប់ចាឡើងខាប់ហើយសាច់ត្រីរបស់យើងមើលទៅគឺថាឡើងចូលជាតិណាប៉ុណ្ណឹងទៅគឺបានហើយបងប្អូនភ្លក់មិនតិចទៅភ្លក់ទឹកខបន្តិចទៅគឺបានហើយពេលដែលយើងញ៉ាំយើងមានផ្ទាប់ជាមួយនឹងបន្លែតិចទៀតគឺរសជាតិរឹតតែឆ្ងាញ់សម្រាប់វីដេអូនេះផងដែរបើសិនជាបងប្អូនពេញចិត្តណាកុំភ្លេចជួយ share ហើយ follow page ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយសម្រាប់បងប្អូនដែលគាត់ចង់បានបងម្ទេសសាច់ក្តាមបងម្ទេសពងក្តាមថៃកធលីងកាពិបកគោបកងអីហ្នឹងកុំភ្លេចឆាតទៅ page នីសាបងម្ទេសក្តាមសេះអរគុណច្រើនជម្រាបលា